គ្រួសារមួយដែលមានម្ដាយឈ្មោះម៉ាលីឪពុកឈ្មោះសំអននិងកូនស្រីតូចឈ្មោះសារ៉ាបានទិញផ្ទះចាស់មួយក្នុងតម្លៃថោកបំផុតនៅលើវាលស្រែស្ងប់ស្ងាត់តែមើលទៅមានភាពអាថ៌កំបាំងផ្ទះនោះមានរូបរាងចាស់បែបបុរាណស្រាលឯកាប៉ុន្តែគ្រួសារនេះក៏មានអារម្មណ៍ថាជាអំណោយសម្រាប់ចាប់ផ្ដើមជីវិតថ្មីមិនបានយូរឡើយក្រោយពេលស្នាក់នៅគេបានចាប់ផ្ដើមប្រើប្រាស់ចង្ក្រានមួយនៅខាងក្រោយផ្ទះដើម្បីចម្អិនម្ហូបតែពេលចំហពន្លឺភ្លើងព្រើក្នុងចង្ក្រាននោះគេសំឡេងស្រីស្រាលនិយាយដោយសំឡេងស្ទើរដូចខ្យល់ថាកុំដុតខ្ញុំនៅទីនេះនៅដំបូងម្ដាយគិតថាគ្រាន់តែស្រមៃឬសំឡេងខ្យល់បុរាណប៉ុន្តែបន្ទាប់ពីកើតឡើងជាបន្តបន្ទាប់ហើយក្លិនដុតសាច់ពុកផុយផាយចេញរៀងរាល់យប់គាត់ចាប់ផ្ដើមខ្លាចហើយព្រឺព្រួចក្នុងចិត្តជាពិសេសពេលសារីកូនស្រីចាប់ផ្ដើមមានអាការៈចម្លែកគេងហើយនិយាយឯងសរសេរអក្សរលើជញ្ជាំងដូចជាមនុស្សធ្លាប់រស់នៅទីនេះហើយពេលគាត់និយាយដូចស្រាប់តែគេជាខ្មោចម្នាក់អារម្មណ៍ក្នុងផ្ទះកាន់តែធ្ងន់ធ្ងរចង្ក្រានដែលគេចូលចិត្តកាលពីដើមឥឡូវនេះក្លាយជាផ្នែកដែលគ្រួសារមិនសូវទៅចិត្តសារ៉ារកឃើញគំនូររូបនារីឆ្ងាញ់ខ្លួនបិទជញ្ជាំងខាងក្រោយចង្ក្រានដែលគេមិនដែលដឹងថានៅទីនោះម្ដាយចាប់ផ្ដើមស្ទាក់ស្ទើរគិតថាអ្វីនេះពិតជាមានអត្ថន័យក្រោយពេលសំអនស្វែងរកប្រវត្តិផ្ទះគាត់បានដឹងថានៅមុននេះមាននារីម្នាក់ឈ្មោះសេងអូនត្រូវសង្សារខ្លួនសម្លាប់ដោយសារទំនាស់ស្នេហាគាត់បានដុតសពនាងក្នុងចង្ក្រាននេះដើម្បីលាក់អំពើអាក្រក់និងបំភ័យសាក្សីគ្មាននរណាឃើញសពនាងឡើយនិងចាប់តាំងពីថ្ងៃនោះមិនមានអ្នករស់នៅ